សូមជម្រាបសួរបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែករំលែកបងប្អូនអរគ្នាទាក់ទងទៅនឹងរបៀបប្រើប្រាស់ Format Painter នៅក្នុងកម្មវិធី Microsoft Office Word អញ្ចឹងរូបជក់នេះ Format Painter ឈ្មោះវាគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចម្លងផាត់ទម្រង់បានន័យថាយើងចង់ចម្លងពុម្ពអក្សរណាមួយពណ៌អីមួយទៅដាក់កន្លែងណាមួយទៀតដោយមិនចាំបាច់អឺដូរទាំងស្រុងទៅលើអត្ថបទគឺយើងអាចប្រើនឹងជាជំនួយបានអញ្ចឹងគឺបងប្អូនចុចមើលកន្លែងហ្នឹងទៅវានឹងបង្ហាញថាធ្វើអីបងប្អូនចូលមកប៉ះអញ្ចឹងមកនេះវាដាក់ថា like the look of the particular selection you can apply that look to others content in the document អញ្ចឹងបានន័យថាម៉េចអញ្ចឹងបានន័យថាគឺយើងអាចយកទៅលើទម្រង់ណាមួយនៃអឺអត្ថបទណាមួយយើងទៅចម្លងទៅលើកន្លែងផ្សេងទៀតអូខេអញ្ចឹងបន្ទាប់ពីនេះគឺខ្ញុំនឹងបង្ហាញអំពីដំណើរការអញ្ចឹងវាដំណើរការយ៉ាងម៉េចឥឡូវឧទាហរណ៍ថាអញ្ចឹងកន្លែងពាក្យមង្គលនេះឥឡូវខ្ញុំដូរឧទាហរណ៍ខ្ញុំដាក់ពណ៌ក្រហមចេះចុះអូខេអញ្ចឹងកន្លែងណាមានពាក្យមង្គលគឺខ្ញុំត្រូវធ្វើការដាក់ពណ៌ក្រហមចឹងដែរបើសិនយើង select ទាំងអស់ដាក់ក្រហមវាចេញទាំងអស់អូខេអញ្ចឹងលក្ខខណ្ឌគឺយើង select តែពាក្យមង្គលអញ្ចឹងដើម្បីឲ្យនេះកន្លែងនេះមង្គលដែរគឺយើងអាច select ដាក់ yes រហូតអញ្ចឹងណាអាហ្នឹងគឺយើងធ្វើបានដូចគ្នាប៉ុន្តែគ្រាន់ថាបើសិនយើងប្រើ format painter យើងអាចជឿនៅវាបានអញ្ចឹងជាដំបូងហ្នឹងគឺបងប្អូនគ្រាន់តែដាក់នៅលើពណ៌ក្រហមហ្នឹងមកឬក៏ select ទៅលើអាហ្នឹងហើយបងប្អូនចូលមក select ហើយបានយើងយកមកប៉ះរូបអំបោះនេះរូបជក់ហ្នឹងអូខេចុចវាអញ្ចឹងមកនៅពេលហ្នឹងគឺវាជួបរូបសញ្ញាជក់ហ្នឹងអញ្ចឹងយើងយកជក់ហ្នឹងទៅផាត់លើកន្លែងពាក្យណាដែលយើងចង់ដាក់ឧទាហរណ៍ថាខ្ញុំចង់ដាក់ពាក្យមង្គលចុះអញ្ចឹងខ្ញុំ select អញ្ចឹងមកអញ្ចឹងវានឹងបំលែងទៅទម្រង់ទាំងពុម្ពអក្សរទាំងទំហំទាំងពណ៌ចូលដូចគ្នាទាំងអស់អញ្ចឹងណានេះគឺជាវិធីក្នុងការប្រើប្រាស់ Format Painter លក្ខណៈពិសេស Format Painter មួយទៀតដែលបងប្អូនអរគ្នាត្រូវដឹងគឺប្រសិនបើយើងคลิกពីរដងមានន័យថាយើងអស់បានរហូតអស់តលគ្រប់ទាំងអស់បានយើងបិទអានឹងវិញបានវាអស់តែបើសិនយើងបើយើងចុច click មួយគឺយើងអស់បានតែម្ដងឯងអស់បានតែមួយពាក្យហ្នឹងវាដាច់រូបជក់ហ្នឹងប៉ុន្តែប្រសិនបើយើងចុចពីរដងគឺយើងអស់បានគ្រប់ទំព័រគ្រប់អត្ថបទរហូតអញ្ចឹងណាឥឡូវយើងមើលឧទាហរណ៍ឥឡូវខ្ញុំ select កន្លែងនេះហើយខ្ញុំចុចកន្លែងនេះចុចម៉ៅឆ្វេងពីរដងឲ្យញាប់ណា click ពីរដងឲ្យលឿនឲ្យញាប់យកចេញរបស់ជក់បែបនេះហើយយើងយកមកផាត់មកអូខេម្ដងឃើញទេអូខេអានេះអត់ទាន់ជាប់ទេឥឡូវខ្ញុំ select ទៅនេះម្ដងទៀតយើងដាក់លើហ្នឹងមកយើង click ពីរដងឲ្យញាប់ភាសាកុំព្យូទ័រខ្ញុំវារៀងពិបាកតិចបើកុំព្យូទ័របងប្អូនទាំងអស់គ្នាចុចម៉ៅពីរដងឲ្យញាប់ជាប់ហើយអូខេឥឡូវយើងមើលចុចមកចឹងគឺយើងឃើញគឺវាអស់បានរហូតរូបជក់ហ្នឹងគឺវានៅតែជាប់អញ្ចឹងជាប់រហូតអញ្ចឹងណានេះឃើញនេះឃើញវាជាប់អូខេអញ្ចឹងគឺយើងនេះវាមានទូនាទីអញ្ចឹងឃើញវាអស់ទៅវាជាប់តាមអ្វីដែលយើងបានអស់អានេះបើសិនយើងជាអស់ជាលក្ខណៈអក្សរដិតជាលក្ខណៈពុម្ពអក្សរណាមួយដែលយើងចង់បានគឺយើងប្រើនឹងបានគឺវាមានភាពងាយស្រួលបែបហ្នឹងអូខេនេះហ្នឹងហើយមានន័យថាតម្រង់មិនគឺវាតែអញ្ចឹងជាងការបើសិនជាយើងកន្លែងហ្នឹងយើងដាក់ tray យើង select ទៅគឺវានឹងចូល tray ដូចគ្នាអញ្ចឹងទៅអូខេឃើញហើយដល់ខ្ញុំអស់ទៅនេះ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 អញ្ចឹងវាចេញឲ្យយើងទាំងអស់នេះអូខេតែអញ្ចឹងវាបានយើងចង់បិទវិញយើងគ្រាន់តែបដាច់វាមកបាទអូខេអាហ្នឹងមួយអញ្ចឹងបើសិនបើយើងចង់ចម្លងអាលេខនេះវត្ថុអានេះអត់មានលេខទេយើងចុច select មកជួរអញ្ចឹងមកយើងយកវាមកប៉ះអំបោះនៅពេលដែលយើង select លេខហ្នឹងទៅអាខាងនេះវាចូលទៅលេខ1ឃើញទេហ្នឹងអានេះវាមកលេខ2វិញអញ្ចឹងវាលៀងដោយសារ numbering យើងកំណត់ទោះបីមាន tray ក៏ដោយដាក់លេខរៀងក៏ដោយនៅពេលដែលយើងប្រើ format painter គឺវាចូលទម្រង់ទាំងអស់ដែលថាផាត់ចម្លងទម្រង់
ឬក៏សិនថាអូខ្ញុំចង់បានកន្លែងនេះមូលឡាយដែរយើង select កន្លែងនេះមូលឡាយចេះមកហើយយើងយកអំបោះនេះមកយើងដាក់កន្លែងនេះមកចេញអំបោះរូបដូចគ្នាដោយសារអីហឹមអូខេអញ្ចឹងវានឹងដំណើរការបែបនេះអានេះគឺជាវិធីសាស្ត្រក្នុងការប្រើប្រាស់ Format Painter អញ្ចឹងទីមួយគឺវាចម្លងទម្រង់បើសិនបើយើងចង់យកវាទៅចម្លងផាត់ទម្រង់បានច្រើនដងគឺចុច double click ពីរដងឲ្យញាប់ចុចបែរឆ្វេងឲ្យញាប់ហ្នឹងណាគឺយើងប្រើបានរហូតដល់តែយើងឈប់បើយើងប៉ះរូបជក់ហ្នឹងវិញគឺវាលែងដំណើរការហើយអូខេអញ្ចឹងវីដេអូនេះខ្លីទេសម្រាប់ចែករំលែកបងប្អូននៅមេរៀននេះហើយយើងជួបគ្នានៅមេរៀនក្រោយបន្តទៀតបាទសូមអរគុណច្រើន